បរោះជាភេទងាយរងគ្រោះថ្ងៃនេះខ្ញុំជូនពាក្យពីរណាទៅអ្នកស្ដាប់ជាពិសេសគឺនិស្សិតច្បាប់របស់ខ្ញុំឆ្នាំទី3ជំនាន់ទី2មុខវិជ្ជានីតិរដ្ឋប្រវេណីភាគ3ពាក្យទី1គឺសន្តតិកម្មនៅក្នុងសន្តានុក្រមរបស់ក្រមរដ្ឋប្រវេណីលេខ143សន្តតិកម្មមានន័យថាការផ្ទេរនៅសិទ្ធិនិងករណីកិច្ចរបស់មតកជនឲ្យទៅសន្តតិជនម្នាក់ឬច្រើនអ្នកតាមឆន្ទៈឬតាមច្បាប់ហើយពាក្យទី2គឺសន្តតិជននៅក្នុងសន្តានុក្រមក្រមរដ្ឋប្រវេណីលេខ144បានឲ្យនិយមន័យសន្តតិជនថាជនដែលទទួលបន្តនៅសិទ្ធិនិងករណីកិច្ចរបស់មតកជនតាមរយៈសន្តតិកម្មទាំងពាក្យពីរនោះវាមានតំណែងនឹងគ្នានៅក្នុងក្រមរដ្ឋប្រវេណីតាមចាប់ពីមាត្រា156ខ្ញុំអានតាមមាត្រា1156នឹងទេគឺគេហៅថាសន្តតិជនដែលមានលំដាប់ទី1គេមាន2ទី1គឺកូនរបស់មតកជនត្រូវក្លាយជាសន្តតិជនមានលំដាប់ទី1ហើយកូននឹងមានអ្នកណាខ្លះកូនរបស់មតកជននឹងទោះជាកូនបង្កើតក្តីឬកូនសុំក្តីត្រូវមានចំណែកមរតកស្មើគ្នាកូនបង្កើតកូនរបស់គាត់កូនសុំកូនស្មុំមានកូនដែលគាត់សុំពីគេហើយធ្វើម៉េចដើម្បីអាចបញ្ជាក់ថាជាកូនយើងអាចមានសម្បត្តិបញ្ជាក់កំណើតដែលមានឈ្មោះឪពុកឬក៏ម្ដាយដែលជាមតកជនដែលបានស្លាប់ទៅនឹងនៅក្នុងសម្បត្តិបញ្ជាក់កំណើតឬសម្បត្តិកំណើតទៅមានតំណែងញាតិឪពុកហើយនឹងកូនឬក៏មានសារក្រមឬក៏ដីកាសម្រេចរបស់តុលាការដែលបានបញ្ជាក់អំពីបុត្រភាពនិងបេតុភាពឬក៏មាតុភាពអីហ្នឹងឬក៏ស្មុំកូននៃ1ពី3ហ្នឹងទៅវាមានតំណែងញាតិនឹងអញ្ចឹងកូនដែលនៅរស់ហ្នឹងខ្លាយទៅជាសន្តតិជនដែលអាចមានសិទ្ធិមកស្នងមរតករបស់អ្នកដែលស្លាប់នឹងយកទៅធ្វើជាកម្មសិទ្ធិខ្លួនឯងហើយកូនទាំងអស់ហ្នឹងគឺមានចំណែកស្មើគ្នាកូនបង្កើតខ្ញុំបញ្ជាក់ម្ដងទៀតថាអត់ច្បាប់អត់បានបញ្ជាក់ថាកូនដែលកើតពីម្ដាយដែលមានចំណងពីជាមួយនឹងឪពុកដែលស្លាប់ហ្នឹងឬក៏ស្រីនៅខាងក្រៅទៅនឹងឲ្យតែមានសវត្ថកំណើតឬក៏សវត្ថបញ្ជាក់កំណើតដែលមានមន្ត្រីអត្រានុកូលដ្ឋានជាអ្នកចេញឲ្យមានតំណែងយឺតហើយកូននោះហើយគឺជាកូនរបស់អ្នកដែលស្លាប់នោះហើយបើថាជាកូនរបស់អ្នកដែលស្លាប់ហើយគឺមានសិទ្ធិមកស្នើសុំធ្វើសន្តតិកម្មតាមច្បាប់កំណត់នឹងសូមនិស្សិតច្បាប់របស់ខ្ញុំទៅអានបន្ថែមផងជាយោបល់របស់ខ្ញុំនេះបើរកឃើញថាវាមានតំណែងញាតិទោះបីជាកូនជាមួយម្ដាយជាមួយគ្នាឬឪពុកជាមួយគ្នាក៏ដោយឪពុករួមគ្នាម្ដាយផ្សេងគ្នាក៏ដោយសិតតែជាបងប្អូនបង្កើតទេព្រោះសាច់ឈាមតែមួយទេគាត់ថាអាចនឹងម្ដាយខុសគ្នាអីចឹងយើងចែកគ្នាទៅចរចាគ្នាទៅណាព្រមព្រៀងគ្នាទៅពីព្រោះក្រមរដ្ឋប្រវេណីនេះក្រមពណ៌ខៀវនេះគឺផ្ដល់សិទ្ធិឲ្យគូភាគីជជែកគ្នាព្រមព្រៀងគ្នាឬក៏យ៉ាងណាពីព្រោះនៅក្នុងមាត្រា3នៃក្រមរដ្ឋប្រវេណីបានបញ្ជាក់ច្បាស់ណាស់ថាចំពោះខ្ញុំបានស្ដាប់ក្រមនេះគោរពនៅសេរីភាពនៃឆន្ទៈរបស់បុគ្គលអញ្ចឹងយើងជជែកគ្នាមិនជជែកទៅកុំឲ្យតើវាខុសច្បាប់ទៅបានហើយ